ប្រវត្តិឈ្មោះខេត្តសៀមរាបខេត្តសៀមរាបគឺជាឈ្មោះដ៏ល្បីល្បាញនៅប្រទេសកម្ពុជាដែលជាទីតាំងសម្បូរទៅដោយបេតិកភណ្ឌអង្គរនិងស្ថាបត្យកម្មបុរាណដ៏អស្ចារ្យខេត្តនេះគឺជាអតីតរាជធានីខ្មែរសម័យអង្គរដែលជាសម័យកាលមួយដែលជាតិខ្មែរមួយនោះមានការរីកចម្រើននិងមានឥទ្ធិពលខ្លាំងក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី8និងដើមរាជរបស់ព្រះបាទស្រីឥន្ទ្រវរ្ម័នរវាងឆ្នាំ1296សៀមបានបើកការវាយលុកមួយដ៏ធំសម្បើមនៅក្នុងខេត្តសៀមរាបក្នុងបំណងយកប្រទេសកម្ពុជាធ្វើជាស្រុកឬនគរចំណុះរបស់ខ្លួនហើយមហិច្ឆតានេះពួកវាបានសម្រេចជាស្ថាពរព្រោះថាអាណាចក្រខ្មែរមួយចំនួនដែលស្ថិតនៅក្នុងភូមិភាគកណ្ដាលដូចជាខេត្តសុខោទ័យកំពែងរាជនិងខេត្តរណបនៃខេត្តទាំងនោះព្រមទាំងអាណាខេត្តផ្សេងឯទៀតដែលស្ថិតនៅជ្រលងនៃដងទន្លេមេណាមដូចជាខេត្តអយុធ្យានិងសុពណ៌បុរីបន្ទាប់ពីបានទទួលជ័យជំនះលើខេត្តទាំងឡាយនោះមកពួកវាក៏បានពង្រឹងបណ្ដាញអំណាចរបស់ខ្លួនសង្គ្រាមឈ្លានពានមួយដែលត្រូវបានគេកត់សម្គាល់ដែលបានកើតឡើងជាលើកដំបូងបង្អស់នៅលើទឹកដីខ្មែរត្រូវបានធ្វើឡើងនៅក្នុងរាជរបស់ព្រះបាទលំពង់រាជានៅក្នុងឆ្នាំ1352ចំពោះចម្បាំងនេះច្បាប់ពងសាវតាខ្មែរបានបញ្ជាក់ថាគឺភាគីឈ្លានពានសៀមបានទទួលជ័យជំនះលើទ័ពខ្មែរដោយពួកវាបានកាន់កាប់ទីក្រុងអង្គរធំនៅក្នុងឆ្នាំ1431មុននឹងដកថយចេញពួកវាបានកេណ្ឌឆ្លើយសឹកខ្មែរជាច្រើនម៉ឺននាក់នាំទៅកាន់ប្រទេសសៀមនៅក្នុងឱកាសនោះផងដែរពួកវាក៏បានលួចប្លន់យកទ្រព្យសម្បត្តិរបស់ជាតិខ្មែរគ្រប់ប្រភេទនៅក្នុងឆ្នាំ1431គឺជាឆ្នាំដែលកំណត់នៅអានុភាពខ្មែរដែលប្រឈមនឹងការវាយទីនិយមរបស់សៀមដែលគ្មានទីបញ្ចប់ពិតណាស់ទោះបីភ្លើងសង្គ្រាមឈ្លានពានបានកន្លងផុតទៅជាច្រើនសតវត្សមកហើយក្តីក៏ប៉ុន្តែវាបានបន្សល់នៅស្លាកស្នាមរបួសដ៏ឈឺចាប់នៅក្នុងផ្នត់គំនិតខ្មែរគ្មានថ្ងៃបំភ្លេចបានឡើយបើតាមច្បាប់ព្រះរាជពងសាវតាខ្មែរគឺនៅក្នុងរាជរបស់ព្រះបាទច័ន្ទរាជា1516ដល់1555នៃគ្រិស្តសករាជកងទ័ពសៀមមកឈ្លានពានខ្មែរត្រូវបានបង្ក្រាបរៀបស្មើទល់នឹងដីនៅត្រង់ស្ទឹងអង្គរនៅក្នុងឆ្នាំ1541ដោយហេតុនេះហើយបានជាព្រះអង្គត្រាស់បង្គាប់ឲ្យគេហៅតំបន់នេះថាតំបន់សៀមរាបដើម្បីទុកជាការចងចាំរួមរបស់ជាតិខ្មែរអំពីជ័យជំនះដ៏ត្រចះត្រចង់នេះមុនទីតាំងនេះបានคล้ายទៅជាស្រុកហើយបន្ទាប់មកទៀតคล้ายជាខេត្តនាសម័យអាណាព្យាបាលបារាំងនិងមកដល់សព្វថ្ងៃ